con cha để bàn anនឹងសង្ខេបនៅក្នុងប្រសូតនេះព្រះអង្គទ្រង់បញ្ជាក់ឲ្យយើងបានដឹងថាអ្វីក៏ដោយត្រូវយល់ថាសេចក្តីវិន័យញាតសេចក្តីវិន័យទ្រព្យសម្បត្តិវិន័យរបស់របរប្រើប្រាស់លុយកាក់លៀបយោះអីហ្នឹងយើងយំគក់ទ្រូងស្ដាយសង្រែកសង្រែងណាសេចក្តីវិន័យនៃភោគសម្បត្តិពលត្រូវក្តីសេចក្តីវិន័យដោយរោគពលត្រូវក្តីបើសិនណាជាអប់រំចិត្តបានល្អហើយនោះមិនសោកសង្រេងទេតែបើមិនបានអប់រំទេប្រកាសជាសោកសឹកសួលទៅហូរជុំមិនខានជាចំណុចមួយដែលយើងត្រូវសិក្សាខ្ញុំមិនបាច់លើកឲ្យច្រំដែលប្រគុណចាស់បានលើកឡើងហើយទេខ្ញុំគ្រាន់តែបញ្យល់ពីភាពជាក់ស្ដែងនៃជីវិតយើងរស់នៅសពថ្ងៃនេះអ្នកដែលមានជោគជ័យក្នុងជីវិតទាំងផ្លូវលោកនិងផ្លូវធម៌អ្នកចំនួនជួញដូរក្តីអ្នកសិក្សារៀនសូត្រនៅក្នុងសាលារៀនផ្លូវលោកក្តីអ្នកសិក្សារៀនសូត្រក្នុងផ្លូវធម៌ក្តីបើបោះបង់សេចក្តីព្យាយាមបើបោះបង់នៅការតស៊ូអត់ធ្មត់ហើយនោះមិនអាចជោគជ័យបានឡើយអ្នកដែលរឹងប៉ឹងមានជោគជ័យលុះត្រាមនុស្សនោះឯងមានការអត់ធន់មិនតំអូនតំអែមិនខ្ជិលច្រអូសចាមិនខ្ជិខ្ជាក្នុងការងារដែលធ្វើឲ្យរួចពីដៃអត់ទេគឺគេធ្វើឲ្យមានលទ្ធផលការងារហើយគេពិចារណាបទពិសោធន៍របស់គេកែលម្អជាបដាគេអត់នៅដដែលទេទៀតយើងមើលកូនខ្មែរយើងក្តីបរទេសក្តីអ្នកខ្លះកូនអ្នកក្រទេប៉ុន្តែគេតស៊ូព្យាយាមអត់ធ្មត់ការតស៊ូព្យាយាមអត់ធ្មត់មិនខ្ជិខ្ជាមិនខ្ជិលច្រអូសនឹងឯងធ្វើឲ្យគេមានជោគជ័យជាបណ្ដាម្ដងបន្តិចឈានទៅមុខរហូតនេះជាចំណុចមួយដែលត្រូវសិក្សាឲ្យយល់ថាអ្វីមិនបានដោយឯងទេបានដោយសារអំពើទាំងវើដែលយើងខំធ្វើដោយខ្លួនឯងដោយយកចិត្តទុកដាក់ប្រកបដោយប្រាជ្ញាកើតពីណាទៀតយើងតែងស្ដាប់ព្រះអង្គសម្ដែងហើយប្រាជ្ញាកើតពីការស្ដាប់ប្រាជ្ញាកើតអំពីការធ្វើទុកក្នុងចិត្តប្រាជ្ញាកើតអំពីប្រតិបត្តិបាន3នឹងឲ្យឧបការៈឲ្យបដិវេធៈការត្រាស់ដឹងការប៉ល់ត្រូវនោះយ៉ាងណាមិញផ្លូវលោកដូចគ្នាពេលដែលសិក្សារៀនសូត្រចំណេះដឹងគ្រប់បែបយ៉ាងហើយនោះឯការសិក្សារៀនសូត្រនេះក៏មិនសំដៅយកតែក្នុងសាលាតែម្យ៉ាងទេយកទាំងក្រៅសាលាផងដែរគឺបទពិសោធន៍នឹងឯងជាគ្រូបង្រៀនរបស់យើងនោះយើងធ្វើដំណើរមានជោគជ័យក៏ជាបទពិសោធន៍មួយយើងធ្វើដំណើរទៅបរាជ័យក៏ជាបទពិសោធន៍មួយយើងធ្វើដំណើរទៅជួបឧបសគ្គគ្រប់បែបយ៉ាងហើយជំនះឧបសគ្គនឹងបានក៏ជាបទពិសោធន៍មួយជំនះមិនបានក៏ជាបទពិសោធន៍មួយបទពិសោធន៍ខុសនេះឯងយើងកែមកត្រូវបទពិសោធន៍ដែលត្រូវនេះឯងយើងខំព្យាយាមធ្វើឲ្យច្រើនទៅទៀតដូចយើងរៀនសមាធិពុទ្ធបរិស័ទអប់រំចិត្តនៅក្នុងសិលសមាធិបញ្ញាដែលយើងរក្សាសិលយូរហើយវាមិនចេះល្អប្រសើរសោះវាចេះតែប្រពាលចេះតែល្អកកធ្លុះប្រពុះប្រពាលមកពីអីនឹងយើងឆ្លោះបញ្ចាំងមើលខ្លួនឯងទៅតែមកពីហេតុអីបានជាសិលយើងអត់ស្អាតមកពីភ្លើងលោភៈឬភ្លើងទោសៈឬភ្លើងមោហៈតាមពិតមកភ្លើង3នឹងឯងជាមេគេដែលធ្វើឲ្យសិលអត់ស្អាតជួនកាលរក្សាសិក្ខាបទបានតែរក្សាចិត្តអត់បានក៏សៅមងដែរអញ្ចឹងព្រះអង្គឲ្យយើងមិនទៀតព្រះអង្គបញ្ជាក់ថាសិលដែលប្រព្រឹត្តទៅដើម្បីសមាធិជាសិលដែលមិនខ្ញុំតណ្ហានឹងទិដ្ឋិនឹងយល់ឲ្យច្បាស់ទៅអូសិលអាត្មាអញខ្ញុំតណ្ហាទេចេះតែចង់បាននេះចង់បាននោះមិនចេះជាប់ដូចតែគេដូចតែឯងឬយ៉ាងម៉េចសិលអាត្មាអញនឹងបរិសុទ្ធទេប្រព្រឹត្តទៅដើម្បីសមាធិមែនឬអត់ហើយបើអត់ធ្វើសមាធិទេ
អត់ភោផងហើយខ្ញុំហ៊ានថាអញ្ចឹងហ្មងព្រោះអីព្រោះព្រះអង្គសម្ដែងមិនខ្ញុំអ្នកចេះជាងព្រះណាព្រះអង្គសម្ដែងវិសុទ្ធិទាំង7ប្រការមើលទៅចាហើយសមាធិព្រះអង្គសម្ដែងមើលទៅសមាធិដែលមិនខ្ញុំតណ្ហានឹងទិដ្ឋិគឺអប់រំដោយសិលហើយសិលនឹងយ៉ាងម៉េចសិលនឹងក៏មិនខ្ញុំតណ្ហានឹងទិដ្ឋិដែរយល់ទេចំណុចហ្នឹងអញ្ចឹងពេលណាដែលរស់នៅក្នុងនេះក្នុងវិស័យមាក្នុងកាមគុណ5ភ្នែកឃើញរូបជាឬសម្លេងនឹងសិលស្អាតបរិសុទ្ធទេរាល់ថ្ងៃនឹងមើលខ្លួនឯងមើលព្រះអង្គសម្ដែងបញ្ជាក់ហើយថាបើនៅក្នុងលំនៅមាអត់ទេណាអត់ដាច់ខាតអត់ហ្មងព្រះអង្គសម្ដែងថាបើចិត្តចេញក្រៅមាចាប់ស្ដាប់ពាក្យព្រះអង្គឲ្យបានយកមកវិភាគមែនទេឲ្យអនុវត្តប្រតិបត្តិទៅចិត្តចេញក្រៅមាចាប់ចិត្តដែលដងមាចាប់ភ្នែកឃើញរូបជារូបស្លេនឹងជាប់ហើយសៅមងបាត់ហើយអបជាតោម្ដងឲ្យលេចឲ្យកើតលើហើយអញ្ចឹងមែនទេមើលឲ្យមែនទេផ្ទៀងមែនទេឲ្យកុំលាក់លៀមកុំលាក់លៀមដើម្បីទុកទាំងអញក្រនបើនៅក្នុងតេមាអត់ទេណាតើយល់ថាអាត្មាអញត្រូវដោះចិត្តចេញពីនឹងរសាអីសិលឲ្យស្អាតបរិសុទ្ធនៅពេលណាសមាធិនឹងមិនមែនសមាធិតេតក់ទៅមិនខណ្ឌសមាធិទេណាយកពីឧបចារសមាធិទៅពេលសមាធិព្រះអង្គសម្ដែងថាម៉េចមនាបខទាំងឡាយការបប្រះចាកអកុសលធម៌ទាំងឡាយអកុសលធម៌ទាំងឡាយព្រះអង្គសម្ដែងលើកាមគុណ5ណាប្រះអីប្រះចាកអីនិវរណៈធម៌ទាំងឡាយគឺស្អីដឹងហើយណាមានអីកាមឆន្ទៈព្យាបាទៈធនមិទ្ធៈឧច្ចៈកុចៈចេកឆាអានឹងជាស្អីអាហាររបស់អវិជ្ជាឃើញទេអញ្ចឹងបើអង្គុយសមាធិបានន័យថាដុតអាហារអវិជ្ជាហើយសុទ្ធតែសិលនឹងស្អាតទេអវិជ្ជាគ្រប់សង្កត់ហ្នឹងបានសិលវាអត់ស្អាតហ្នឹងលោភៈទោសៈមោហៈអវិជ្ជាគ្រប់សង្កត់ហ្នឹងបានសិលវាធ្លុះធ្លាយអញ្ចឹងបើអង្គុយសមាធិចិត្តចេញក្រៅអត់មើលមែនទេមកចិត្តចេញក្រៅអត់តែចេញក្រៅមានចាប់អានឹងស្អីសៅមងហើយសៅមងទាំងសិលសៅមងទាំងសមាធិសៅមងទាំងអីទាំងបញ្ញាព្រោះសមាធិរែកទេសមាធិរែកទាំងពីរទាំងសិលនិងវិបស្សនាឲ្យកាន់តែបរិបូរណ៍ឲ្យកាន់តែពេញលេញព្រោះសមាធិអប់រំចិត្តនៅក្នុងលេនឋានពុទ្ធជាម្ចាស់គឺអប់រំនៅក្នុងកម្មដ្ឋានណាមួយពិសេសដូចយើងកំពុងរាល់ថ្ងៃកម្មដ្ឋានអាណាបាអញ្ចឹងពេលខណៈដែលកំពុងអង្គុយចម្រើនអាណាបាដំបូងទីយ៉ាងម៉េចលើកចិត្តឡើងកាន់អារម្មណ៍អញ្ចឹងលើកចិត្តឡើងកាន់អារម្មណ៍ឈានសមាបត្តិមានន័យថាម៉េចមានន័យថាដុតកម្លោចកិលេសណាបើដុតកម្លោចកិលេសអញ្ចឹងលើកចិត្តឡើងកាន់អារម្មណ៍ហៅថាសមាអីសមាសង្កប្បៈហើយសមាសង្កប្បៈនឹងយ៉ាងម៉េចជាតួអីជាតួវិតកៈសេចក្តីត្រេះរិះអញ្ចឹងពេលហ្នឹងកំពុងត្រេះរិះនៅក្នុងខ្យល់ចេញនិងចូលយល់ទេណាយល់ច្បាស់កំពុងត្រេះរិះក្នុងខ្យល់ចេញនិងចូលឲ្យដឹងថាខ្យល់ចេញទៅខ្យល់ចូលឲ្យដឹងតាមដឹងជាប់អញ្ចឹងតែកុំសម្លឹងឲ្យដិតខ្លាំងដួតខ្លាំងបោះចប់នឹងខ្យល់ណាអត់ចំខ្យល់ក៏តាមដឹងអញ្ចឹងខណៈដែលតាមដឹងអញ្ចឹងចិត្តនឹងរាយមេទៅណាអត់ទេណាវាអត់ទៅអន្ទាក់មេទេព្រះអង្គសម្ដែងថាចិត្តចេញក្រៅជាប់គឺជាប់អន្ទាក់មេកុំថាឯងក្រនបើលុះត្រាណាតែព្រះអរិយបុគ្គលណែព្រះអង្គសម្ដែងថាសាវកនៃព្រះនៃតថាគតភ្នែកឃើញរូបតែរូបនឹងពាក្យថាសាវកណាព្រះអង្គអត់ថាបឋិជនទេណាបឋិជនអត់មានភ្នែកឃើញរូបតែរូបទេជាប់ហើយតែចេញជាប់ព្រះអង្គសម្ដែងថាកុំចេញក្រៅតែចេញក្រៅជាប់ចិត្តដៃដូនរេមេចេញក្រៅជាប់ចាំបើព្រះអង្គសម្ដែងថាចិត្តដែលទៅឃើញភ្នែកឃើញតិចលឺសំឡេងអីទាំងអស់ហ្នឹងតាមកម្មគុណ5ហ្នឹងទៅតាមទាំងអស់ហ្នឹងបានភិក្ខុទាំងឡាយសួរព្រះអង្គថាចុះបើចិត្តវាមិនដែរទៅគ្រប់កន្លែងអញ្ចឹងហើយមានអីជាទីពឹងចិត្តនឹងមានអីទីពឹងអញ្ចឹងចិត្តនេះមានសតិចិត្តទីពឹងហើយសតិនៅណាដែលរឹងមាំជាងគេក្នុងសមាធិស្ថិតក្នុងអីកុសលវិតកៈលើកចិត្តឡើងកាន់អារម្មណ៍ដឹងខ្យល់ចេញចូលជាបុណ្យកុសលជាកុសលវិតកៈប៉ុន្តែប្រយ័ត្នតែរលត់សតិគេទៅណា
ចេញក្រៅត្រេះរិះខុសត្រេះរិះខុសបានបិទកលេសអត់ទេទៅជាប់អន្ទាក់មេបាត់ហើយទៅនឹកឃើញកូននឹកឃើញចៅអីណាណីអញ្ចឹងពេលសមាធិអត់មានឲ្យចិត្តទៅនៅជាប់ឯណាណីឲ្យចិត្តនៅក្នុងខ្លួនក្នុងកាយនេះឯងដឹងដង្ហើមចេញចូលដឹងកម្មដ្ឋានអញ្ចឹងចំណុចហ្នឹងឯងដែលធ្វើឲ្យសិលបរិសុទ្ធនោះព្រោះអត់ទៅណាណីទេមានន័យថាសិលក៏ស្អាតចិត្តក៏ស្អាតពេលហ្នឹងអញ្ចឹងបើសិលស្អាតចិត្តស្អាតឧបការៈឲ្យអីបញ្ញាវិបស្សនាកើតអញ្ចឹងសូមលោកអ្នកយល់បញ្ញាវិបស្សនាទីនេះគឺវិបស្សនាដែលផ្សារភ្ជាប់ជាមួយសមាធិអត់និយាយពីវិបស្សនាសុទ្ធអត់មានសមាធិទេនឹងកុំច្រឡំច្រើនច្រឡំពីរហ្នឹងនិយាយវិបស្សនាអ្នកខ្លះទៅចាប់យកវិបស្សនាដែលជាវិបស្សនារបស់ផលនៃសមាធិជាហេតុវិបស្សនាជាផលឯវិបស្សនាសុទ្ធអវិបស្សនាសុទ្ធជួបវិបស្សនាកន្លែង10មិនមែនជាមគ្គអញ្ចឹងវិបស្សនាដែលមានសមាធិជាហេតុនៅក្នុងសិលសមាធិបញ្ញាអត់ជួបវិបស្សនាកន្លែង10ទេគឺទៅរហូតដល់មគ្គផលនិព្វានបានន័យថាអបញ្ញារិទ្ធអបញ្ញាកើតចេញពីសមាធិប្រកបដោយវិបស្សនាគឺជាការប្រព្រឹត្តទៅដើម្បីនិរោធណាឲ្យចាំច្បាស់ផលនៃសមាធិគឺនិរោធសមាបត្តិហ្នឹងណាផលនៃសមាបត្តិអញ្ចឹងយើងសិក្សាឲ្យច្បាស់កុំច្រឡំទេនឹងឲ្យដឹងកម្លាំងហើយកម្លាំងនឹងទៅណាមកណីឲ្យច្បាស់តែច្រឡំទៅចប់វិបស្សនាកន្លែង10ហ្នឹងហើយជាផ្លូវវៀងនោះដែលលោកអ្នកខ្លះច្រឡំថាធ្វើសមាធិជាផ្លូវវៀងតាមពិតមិនមែនទេសមាធិជាផ្លូវត្រង់ទៅកាន់ព្រះនិព្វានហើយវិបស្សនាសុទ្ធទេជាផ្លូវវៀងដែលត្រូវទៅជាប់វិបស្សនាកន្លែង10បើសិនមិនចេះដោះចិត្តចេញពីវិបស្សនាកន្លែង10ទេនឹងចាប់នៅទីនោះរាប់កាប់ផែនដីនឹងឲ្យយល់ចំណុចនឹងទៅណាសូមអនុមោទនា